ជំរាបសួរបងប្អូនជាទីគោរពនិងជាទីមេត្រីបើមកជួបគ្នាសារជាថ្មីម្ដងទៀតហើយបែកគ្នាយូរណាស់ចង់ប្រហែលខែជិតចូលឆ្នាំហើយដោយសារខ្ញុំមានរៀងរវល់បន្តិចអញ្ចឹងលើកនេះចិត្តប្រឡងបានលោកទៅខ្ញុំបានចេញប្រធានថ្មីអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានថ្មីដែលតេតើនឹងអសរសិល្ប៍បែបខេមរៈនិយមមួយគេថាទស្សនៈមួយលើកឡើងថាអសរសិល្ប៍បែបខេមរៈនិយមបានបំផុសទឹកចិត្តប្រជាជនឲ្យចេះតស៊ូតើទស្សនៈនេះមានន័យយ៉ាងណាចូលពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់អញ្ចឹងនៅក្នុងនេះខ្ញុំមានគម្រោងតែងចាទី1គឺសេចក្តីផ្ដើមហ្នឹងដូចខ្ញុំឧស្សាហ៍និយាយមាន3លំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាលំនាំបញ្ហាគឺជាការលើកឬក៏សរសេរអ្វីដែលតាក់ទងទៅនឹងប្រធានបទរបស់យើងណានៅជុំវិញប្រធានបទកុំអានចូលក្នុងច្រើនពេកគឺនៅជុំវិញណាអញ្ចឹងគេដាក់ថាស្នាដៃអក្សរសិល្ប៍បានលើកយកគម្រោងឯកសារជីវិតរបស់ប្រជាជនគ្រប់សម័យកាលគ្រប់ស្រទាប់វណ្ណៈដោយបានបង្កប់នូវអត្ថន័យអត្ថរសនិងសម្បូរបែបរីឯចំណុចបញ្ហាគឺជាការលើកប្រធានយកនៅក្នុងសញ្ញាផន្តរយមនៈវិញណាអញ្ចឹងទើបមានទស្សនៈមួយបានលើកឡើងថាអក្សរសិល្ប៍ខេមរៈនិយមបានបំផុសទឹកចិត្តប្រជាជនឲ្យចេះតស៊ូបន្ទាប់មកយើងចូលចំណុចទី3ចំណោទបញ្ហាគឺយើងចោទសួរបែបប្រធានពន្យល់តើទស្សនៈខាងលើនេះមានអត្ថន័យយ៉ាងណាខ្លះតើប្រធានខាងលើនេះមានតម្លៃអប់រំយ៉ាងដូចបណ្ឌិតអញ្ចឹងឲ្យស្រ័យលើយើងឆ្លាតពាក្យណាយើងដាក់មកយើងចូលទី2ធំគឺទូសក្តីយើងមាន5ចំណុចណាទី1គ្លៀបចប់សក្តីគឺជាការជាប់ពីសក្តីផ្ដើមមកទូសក្តីនេះយើងប្រើដើម្បីជាជំនួយក្នុងការបកស្រាយដើម្បីជាប្រទីបដើម្បីជាស្ពានជាការបកស្រាយយើងគួរគប្បីបញ្យល់ពាក្យកលឹះជាបន្សិនហើយក្នុងនេះបញ្យល់ពាក្យកលឹះយើងមាន2គឺអក្សរសិល្ប៍ខេមរៈនិយមនិងការតស៊ូអញ្ចឹងពេលយើងបញ្យល់ពាក្យហើយយើងចូលបញ្យល់នៃប្រធានយើងយកន័យរបស់ពាក្យកលឹះហ្នឹងមកច្របាច់បញ្ចូលគ្នាក្នុងន័យមួយដូចជាប្រធាននៃគេចាត់សួរយើងទី1បកស្រាយគឺក្នុងនេះអក្សរសិល្ប៍ខេមរៈនិយមគេបានលើកយកពីការតស៊ូទាក់ទិននឹងជីវភាពរស់នៅប្រកបដោយរបបរុស្ស៊ីទី2ការតស៊ូនឹងពួកអាណានិគមដូចជាជប៉ុនបារាំងអញ្ចឹងទី3គឺបញ្ហាស្នេហាគឺដូចជាវណ្ណៈស្នេហ៍សេរីភាពក្នុងការជ្រើសរើសគូស្រករដែលរឿងទំទាវមួយទៀតគឺបញ្ហាសង្គមគឺទាមទារសិទ្ធិសេរីភាពការរើបំរាស់របស់ជននៅនិងការជំនះរាល់ការលំបាកចំណែកឯចំណុចទី3គឺសរុបសេចក្តីគឺយើងសរុបនៃខ្លឹមសារសំខាន់អញ្ចឹងអក្សរសិល្ប៍ខេមរៈនិយមគឺបានបំផុសទឹកចិត្តប្រជាជនឲ្យចេះតស៊ូឬបំរាស់និងជំនះរាល់ឧបសគ្គនៅក្នុងជីវិតចូលទី3ធំគឺសេចក្តីបញ្ចប់គឺមាន2គឺមានតម្លៃប្រធានតើប្រធាននឹងមានតម្លៃអប់រំយ៉ាងណាខ្លះទី2គឺមតិបន្ទាល់ខ្លួននឹងក្នុងនាមយើងជាអ្នកសិក្សានឹងត្រូវបញ្ចេញឬក៏បញ្ញាចិត្តសរសេរមកក្នុងនាមយើងជាកុលបុត្រកុលធីតាជាសិស្សានុសិស្សជាពលរដ្ឋខ្មែរត្រូវតែគេខំតស៊ូជំនះរាល់ការលំបាកដើម្បីឈានទៅរកភាពជោគជ័យចាអញ្ចឹងគម្រោងយើងចាប់តែប៉ុណ្ណេះយើងនឹងចូលសេចក្តីអត្ថាធិប្បាយដូច្នេះយើងចូលសេចក្តីអត្ថាធិប្បាយក្នុងលំនាំបញ្ហាយើងត្រូវចុះបន្ទាត់មកអញ្ចឹងក្នុងវណ្ណកម្មស្នាដៃអក្សរសិល្ប៍បានលើកយកគម្រោងឯកសារជីវិតរបស់ប្រជាជនគ្រប់សម័យកាលគ្រប់ស្រទាប់វណ្ណៈដោយបានបង្កប់នូវអត្ថន័យអត្ថរសដ៏សម្បូរបែបក្នុងនោះអក្សរសិល្ប៍បែបខេមរៈនិយមក៏បានលាតត្រដាងពីបញ្ហានៅក្នុងសង្គមរបស់មនុស្សរហូតដល់មានទស្សនៈមួយបានលើកឡើងថាអក្សរសិល្ប៍ខេមរៈនិយមបានបំផុសទឹកចិត្តប្រជាជនឲ្យចេះតស៊ូអញ្ចឹងកន្លែងដែលអក្សរសិល្ប៍យើងលើកប្រធាននៅក្នុងសញ្ញាផន្តរៈដូចចូលចំណូលណាចូលចំណូលហើយបន្ទាប់មកយើងចូលចំណោទបញ្ហាយើងចោទសួរយើងត្រូវចូលបន្ទាត់មកទៀតក្នុងសេចក្តីផ្ដើមតើទស្សនៈដែលបានលើកឡើងខាងលើនេះមានអត្ថន័យយ៉ាងណាខ្លះអញ្ចឹងចូលសេចក្តីផ្ដើមយើងចាប់យើងចូលទៅគេចូលតួសេចក្តីយើងត្រូវតែឃ្លាបចាប់សេចក្តីគឺយើងត្រូវតែប្រើឃ្លាបចាប់សេចក្តីមួយដែលដើម្បីជាពលឺក្នុងការបកស្រាយវិធានខាងលើឲ្យកាន់តែខ្វះក្បាយនិងស៊ីជម្រៅនោះយើងក៏បីយល់នៅពាក្យកលឹះជាមុនសិនពីអីមានពីរเนาะទី1ពីអក្សរសិល្ប៍ខេមរៈនិយមគឺជាអក្សរសិល្ប៍ដែលបានលើកយកបញ្ហាការរស់នៅរបស់មនុស្សក្នុងសង្គមមកបង្ហាញចំណែកឯពាក្យថាតស៊ូគឺជាការព្យាយាមអំណត់អត់ធន់ជំនះរាល់ការលំបាកយើងកន្លែងបញ្យល់ពាក្យយើងបញ្យល់ហើយយើងចូលដល់គេគឺបញ្យល់នៃប្រធានគឺយើងសរុបនៃបញ្យល់ពាក្យហ្នឹងយើងដាក់វិញអញ្ចឹងប្រធានខាងលើមានន័យថាគឺជារឿងរ៉ាវដែលបានបំផុសទឹកចិត្តប្រជាជនខ្មែរឲ្យចេះមានការព្យាយាមនិងអំណត់អត់ធន់ក្នុងជីវិតបន្ទាប់មកទៀតយើងចូលបំណត់ស្រាយហ្នឹងគឺយកគំនិតសំខាន់បូកនឹងឧទាហរណ៍អញ្ចឹងយើងត្រូវតែចុះបន្ទាត់មួយនៅក្នុងតួអញ្ចឹងចុះពីហើយជាការបណ្ណាអក្សរសិល្ប៍ខេមរៈនិយមបានលើកយកនៅរឿងរ៉ាវផ្សេងតាក់ទងទៅនឹងការរស់នៅរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈមកចោទនិងដោះស្រាយ
បញ្ហាជីវភាពការប្រកបការងាររបររកស៊ីចិញ្ចឹមជីវិតរមែងតែងតែជួបឧបសគ្គមករារាំងបញ្ហាទាំងនេះគឺតម្រូវឲ្យចេះតស៊ូព្យាយាមទើបធ្វើឲ្យយើងទទួលបាននូវតម្លៃយ៉ាងល្អប្រសើរជាក់ស្ដែងនៅក្នុងរឿងកុលាបបៃលិនអញ្ចឹងយើងចូលគេលើកឧទាហរណ៍នៅក្នុងអក្សរសិល្ប៍មកនិយាយហើយគឺក្នុងរឿងកុលាបបៃលិនចៅចិត្តជាមនុស្សស្លូតបូតសុភាពរាបសារបានទៅធ្វើជាកម្មករជាត្បូងនៅគេហដ្ឋានរបស់លោករតនសម្បត្តិចៅចិត្តខិតខំធ្វើការងារតាំងពីព្រលឹមទល់ប្រលប់យ៉ាងអស់ពីចិត្តពីថ្លើមរហូតដល់ទទួលបានការស្រឡាញ់និងយកចិត្តទុកដាក់ពីសំណាក់លោករតនសម្បត្តិក៏តស៊ូការតាំងចិត្តមួយដ៏សំខាន់ក្នុងជីវិតមានតែការតស៊ូទេទើបទទួលបាននូវជ័យជំនះព្រោះថាគ្មានអ្វីដែលយើងទទួលបានដោយមិនខិតខំប្រឹងប្រែងនោះឡើយជួយ៉ាងនៅក្នុងរឿងគូលីកំណែនអញ្ចឹងអានេះយើងចូលរឿងមួយទៀតហើយគូលីកំណែនដែលជាស្នាដៃរបស់លោកអឹមថុកយើងឃើញថាប្រជាកសិករខ្មែរស្ថិតនៅក្រោមការគៀបសង្កត់ពីសំណាក់ពួកជប៉ុននិងបារាំងជាហេតុធ្វើឲ្យលឹមមឹងនូដូងទៅបង្កើតចលនាតស៊ូនៅស្វាយដូនកែវដើម្បីបណ្ដេញពួកអាណានិគមទាំងពីរនេះរហូតទទួលបានជោគជ័យម្យ៉ាងទៀតអក្សរសិល្ប៍បែបខណនិយមបានអប់រំប្រជាជនទូទៅបានស្គាល់ពីតម្លៃនៃការតស៊ូគឺជាគិតពិចារណាជាមុនសិនជាមានធ្វើការដោយសេចក្តីខុសឆ្គងទាំងងងឹតងងុលដែលជាមូលហេតុធ្វើឲ្យខាតបង់នៅប្រយោជន៍ជាជាសំខាន់ដូចជានៅក្នុងរឿងទំទារបស់ភិក្ខុសោមក្រោយពីបានលើដំណឹងថាទាវត្រូវរៀបការជាមួយមើលងឿនទុំបានមករាំងការរៀបការរបស់មើលងឿនដែលពុំបានបង្ហាញប្រតិសារបស់ព្រះមហាក្សត្រទេគឺធ្វើការខាត់ខាំងដោយពុំបានគិតពិចារណាបានធ្វើឲ្យអន្តរាយដល់ខ្លួនរហូតដល់បាត់បង់ជីវិតជានេះទៅទៀតនៅក្នុងអក្សរសិល្ប៍ខណនិយមបានលើកឡើងពីការតស៊ូនិងវណ្ណៈស្នេហាការស្រឡាញ់ទោះបីការតស៊ូខ្លះទទួលបានជោគជ័យឯការតស៊ូខ្លះក៏ទទួលបរាជ័យក៏ជាទុនមួយដើម្បីឲ្យមនុស្សជំនាន់ក្រោយបានដឹងបានយល់ដែរដូចជានៅក្នុងរឿងកុលាបបៃលិនដដែលចៅចិត្តបានលះបង់ខ្លួនជួយយកអាសាលោករតនសម្បត្តិបានជំរុញចិត្តខុនរីឲ្យទទួលយកស្នេហាពីកំឡោះចិត្តដោយស្មោះស្ម័គ្រខុសពីស្នេហារបស់ទុំទាវទោះបីពួកគេបរាជ័យមិនបានរស់នៅជួបជុំគ្នាក៏ដោយក៏តម្លៃនៃការទាមទារនេះធ្វើឲ្យឪពុកម្ដាយគ្រប់រូបមានការភ្ញាក់រលឹកពិចារណាឡើងវិញក្នុងការជ្រើសរើសគូស្រកររបស់កូនចៅមួយវិញទៀតនៅក្នុងស្នាដៃអក្សរសិល្ប៍ខណនិយមបានធ្វើឲ្យប្រជាជនចេះសម្លឹងមើលអ្វីដែលល្អត្រឹមត្រូវចេះទាមទារនិងទាមទារនូវសិទ្ធិសេរីភាពតាមបែបលទ្ធិប្រជាធិបតេយ្យការរើបំរាស់ខ្លួនចេញពីការត្រួតត្រារបស់ជាតិសាសន៍ដទៃដោយបង្ហាញយ៉ាងច្បាស់តាមរយៈរឿងភូមិនិរឆានរបស់លោកដឹកនាមនិងដឹកអំដែលនៅពេលដែលរេស៊ីដង់ប៊ឺដេសបានឡើងកាន់អំណាចពេលណាក៏គេដំឡើងពន្ធគ្រប់សព្វសារពើដូចជាពន្ធដីពន្ធការពន្ធរទេសគោដែលជាហេតុធ្វើឲ្យប្រជានារីមានជួននៅនាងនីនិងអ្នកដទៃទៀតជាច្រើនបានក្រោបឡើងទាមទារនៅសិទ្ធិសេរីភាពរបស់ខ្លួនរហូតដល់បានសម្លាប់បណ្ដេសចំណែកឯបុគ្គលខ្លះទៀតបានបាត់បង់នៅអ្វីៗគ្រប់បែបយ៉ាងប៉ុន្តែគេក៏នៅមានសេចក្តីសង្ឃឹមមិនបោះបង់នៅតែគិតថាអ្វីនឹងល្អប្រសើរស្របនឹងគំនិតក្នុងរឿងព្រះអត្តថ្មីរលផាននៃចាស់ជីវិតសំពុពេញទៅដោយសេចក្តីលំបាកក្រោយពេលដែលប្រពន្ធស្លាប់ចោលទៅហាក់ដូចជាចោរស័តអណ្ដែតតោគ្មានកោះត្រៃសំត្រូវនយោបាយបោកប្រាស់សំត្រូវជាប់គុកដោយភាពស្មោះត្រង់មូលហេតុទាំងនេះបានធ្វើឲ្យសំនៅតែតស៊ូព្យាយាមក្នុងឆាកជីវិតរហូតបានទទួលឬក៏បានជួបលោករដ្ឋមន្ត្រីវ័យក្មេងអញ្ចឹងកន្លែងបកស្រាយនេះយើងលើកប្រហែលជា4រឿងគឺទី1កុលាបបៃលិនគឺតស៊ូស្នេហាការងាររឿងព្រះតថ្មីឬផែនដីចាស់ទុំទាវនិងរឿងកូលីកំណែនអញ្ចឹងយើងចូលចំណុចទី5សរុបសេចក្តីសរុបមកយើងឃើញថាអក្សរសិល្ប៍បែបខណនិយមគឺបានបំផុសទឹកចិត្តប្រជាជនឲ្យចេះតស៊ូឬបំរាស់ទៅនឹងការជិះជាន់ទាមទារនៅសិទ្ធិសេរីភាពបញ្ហាស្នេហាការងារនិងជំនះរាល់ឧបសគ្គក្នុងជីវិតបន្ទាប់មកទៀតយើងចូលសេចក្តីបញ្ចប់
គឺវាតម្លៃប្រធានអញ្ចឹងជាយោបល់បញ្ចប់យើងអាចវាតម្លៃបានថាទស្សនៈរបស់ប្រធានបានលើកឡើងខាងលើនេះពិតជាមានតម្លៃអប់រំយ៉ាងជ្រាលជ្រៅអាចចាត់ទុកជាមេរៀនមួយសម្រាប់បំផុសស្មារតីតស៊ូនិងជាបទពិសោធន៍សម្រាប់អនុវត្តនៅក្នុងជីវិតជាក់ស្ដែងដូចនេះក្នុងនាមយើងជាសិស្សានុសិស្សជាពលរដ្ឋល្អត្រូវតែគប្បីចេះតស៊ូជំនះរាល់ការលំបាកដើម្បីឈានទៅរកភាពជោគជ័យដូច្នេះការបកស្រាយវិធានដែលយើងបានបកស្រាយនេះបានចប់សពគ្រប់ហើយប្រហែលជារៀងរំខានថ្ងៃនេះសារយើងនិយាយយប់អញ្ចឹងមានសម្លេងឆ្កែព្រុសឆ្កែលូមានកងានកងប់ឯហ្នឹងវិញបែបធម្មជាតិអីអញ្ចឹងសូមអរគុណសូមជម្រាបលា